Nơi khungថ្ងៃនេះខ្ញុំបាទសូមលើកយកអំពីបុណ្យសែនក្បាត់ទឹកមកចែកជូនពុកម៉ែបងប្អូនទាំងអស់គ្នាស្ដាប់បុណ្យសែនក្បាត់ទឹកជាទំនៀមទម្លាប់មួយរបស់ជនជាតិចិននិងវៀតណាមប៉ុន្តែប្រទេសជាច្រើនណាស់នៅអាស៊ីដែលប្រារព្ធពិធីនេះដោយសារតែមានវត្តមានប្រជាជនវៀតណាមឬប្រជាជនដែលជាប់សាច់ឈាមនឹងចិនឬជាជនជាតិទាំងពីរនេះផងដែរបុណ្យសែនក្បាត់ទឹកនេះជាឈ្មោះពិធីបុណ្យដែលប្រជាជនខ្មែរហៅសម្គាល់ពិធីបុណ្យសែនឲ្យខ្មោចឬយើងអាចហៅម្យ៉ាងទៀតថាខ្មោចដែលអត់ឃ្លានដែលមានអត្ថន័យស្រដៀងទៅនឹងពិធីបុណ្យភ្ជុំបិណ្ឌរបស់ខ្មែរផងដែរពិធីបុណ្យនេះប្រារព្ធធ្វើឡើងនៅថ្ងៃទី15កើតខែទី7របស់ច័ន្ទគតិដែលស្ថិតនៅក្នុងខែសីហាក្នុងប្រតិទិនសូរិយគតិក្នុងថ្ងៃនេះប្រជាជនចិនវៀតណាមនិងអ្នកជាប់ខ្សែលោហិតចិនធ្វើការគោរពដូនតាហើយក៏បានរៀបចំគ្រឿងសំណែនជាច្រើនថ្វាយចំពោះដួងព្រលឹងដែលវង្វេងនៅលើភពផែនដីនេះសារៈសំខាន់របស់ពិធីបុណ្យសែនខ្មោចឬសែនក្បាត់ទឹកនេះមានភាពខុសប្លែកគ្នារវាងបុណ្យរបស់ពួកអ្នកកាន់សាសនាតាននិងព្រះពុទ្ធសាសនាជំនឿរបស់ពួកតានច្រើនតែតាក់ទងដល់ការធ្វើប្រោលឲ្យព្រលឹងឃ្លានចេញពីភពនេះទៅចំណែកឯខាងព្រះពុទ្ធសាសនាតាក់ទងទៅនឹងការគោរពបូជាព្រលឹងទៅវិញយោងទៅតាមប្រពៃណីពួកអ្នកកាន់សាសនាតោយល់ថាវាសនារបស់មនុស្សគ្រប់គ្រងដោយទេព3អង្គទី1គន់ដាឌីដែលជាទេពគ្រប់គ្រងនៅឋានសួគ៌និងជាអ្នកផ្ដល់នៅសុភមង្គលទី2ឌីកានដាឌីជាទេពគ្រប់គ្រងផែនដីហើយដែលជួយលើកលែងទោសកំហុសឬបាបកម្មទី3សួយកានដាឌីជាទេពគ្រប់គ្រងទឹកនិងជួយការពារកាត់បន្ថយគ្រោះអាសន្នដូច្នេះថ្ងៃសែនចិនក្បាត់ទឹកដែលជាថ្ងៃទី15ត្រូវនឹងខែស្រាបនេះគឺចំនឹងថ្ងៃកំណើតរបស់ទេពឌីកានដាឌីដែលបានចុះមកលើផែនដីដើម្បីកត់ត្រានៅកម្មរបស់មនុស្សអំឡុងពេលខែស្រាបពណ៌នេះគេជឿថាច្រកនរកនឹងបើកចំហហើយព្រលឹងខ្មោចដែលបានមានភាពអត់ឃ្លានទាំងនោះនឹងត្រូវបានដោះលែងពីនរកឬភពវង្វេងខាងក្រៅមកកាន់ផែនដីរបស់មនុស្សដើម្បីរកអាហារតាមទំនៀមទម្លាប់របស់ពួកតាវគឺអាចារ្យនឹងរៀបពិធីហើយសែនអាហារចំណែកឯពួកសាមណេរនឹងបន់ស្រន់សុំខមាទោសកំហុសព្រមទាំងបួងសួងសុំសេចក្តីសុខបញ្ជៀសគ្រោះថ្នាក់ជាអាតដោយឡែកចំពោះពុទ្ធសាសនិកវិញការធ្វើបុណ្យសែនព្រេងអាហារទាំងនោះគឺដើម្បីជួយសង្គ្រោះដូនតារបស់ខ្លួនដែលបានរំលាយខន្ធទៅហើយធ្លាក់ខ្លួនរងទុក្ខវេទនាព្រោះតែអត់អាហារនេះឯងពិធីបុណ្យនេះមានប្រភពពីឥណ្ឌាបុរាណពិធីបុណ្យនេះមានចែងនៅក្នុងគម្ពីរព្រះពុទ្ធសាសនាមហាយានសម្រាប់ពិធីបែបព្រះពុទ្ធសាសនាទេវ៉ាគឺជាទម្រង់ពិធីរបស់អ្នកស្រុកខាងឥណ្ឌាត្បូងនិងអាស៊ីវាមានប្រភពពីគម្ពីរបាលីមានអាយុកាលប្រហែលជាងសតវត្សទី3មុនគ្រិស្តសករាជបើយោងតាមបែបបាលីតួអង្គសាច់រឿងនេះគឺ
សារីបុត្រច្រើនជាព្រះមោគលៀនបើរឿងតាមបែបជនជាតិចិនវិញបុណ្យនេះកើតឡើងដោយទង្វើរបស់មូលៀនឬមោគលៀនដែលជាកូនសិស្សរបស់ព្រះសម្មាសម្ពុទ្ធនៅក្នុងការជួយសង្គ្រោះព្រលឹងម្ដាយដែលបានស្លាប់ទៅហើយទទួលរងទារុណកម្មនៅឋាននរកក៏ព្រោះតែបានបរិភោគសម្លសាច់ដោយអចេតនាមូលៀនបានព្យាយាមស្វែងរកម្ដាយគាត់គ្រប់ទីកន្លែងគ្រប់ទីឋានហើយចុងក្រោយបានរកឃើញនៅក្នុងចំណោមខ្មោចដែលអត់ឃ្លានទោះបីជាមូលៀនខិតខំចិញ្ចឹមអាហារយ៉ាងណាក៏គាត់មិនអាចទទួលបានដែរប៉ុន្តែបែរជាខ្មោចផ្សេងទទួលបានទៅវិញនៅក្នុងអត្ថបទខ្លះនិយាយថាកូនបានផ្ញើបាយទៅឲ្យម្ដាយប៉ុន្តែបាយនោះមានคล้ายជាខ្ជូងហើយឆេះមុនពេលដែលដាក់ចូលទៅក្នុងមាត់របស់គាត់ដូច្នេះក្រោយពីទទួលបានព្រានប្រដៅពីព្រះពុទ្ធមូលៀនបានធ្វើទានអាហារនិងអធិដ្ឋានបួងសួងបញ្ជូនទៅឲ្យម្ដាយទើបម្ដាយគាត់បានធូរស្បើយពីការឈឺចាប់ដោយអត់ឃ្លានជំនឿបែបជួយសង្គ្រោះព្រលឹងនេះមិនខុសប្លែកពីអ្វីពីការបួនបួសមុខភ្លើងនោះទេចំណែកឯរឿងមួយទៀតគឺតាក់ទងទៅនឹងស្ដេចនាគសមុទ្រខាងកើតដែលមានចិត្តច្រណែនហើយតាំងគម្រោងបង្ខូចគ្រូទាយក្រោយមកគាត់ត្រូវបានកាត់ទោសប្រហារជីវិតគ្រានោះគាត់មានសុំជំនួយពីព្រះចៅអធិរាជថាងហើយដោយការអាណិតអាសូរទ្រង់បានសន្យានឹងជួយសង្គ្រោះស្ដេចនាគជាអកុសលព្រះអង្គមិនអាចជួយស្ដេចនាគបានធ្វើឲ្យស្ដេចនាគខឹងព្រោះតែព្រលឹងរបស់ខ្លួនបានវង្វេងលុះដល់ថ្ងៃទី15កើតខែស្រាប់នេះទើបព្រះមហាក្សត្រធ្វើបុណ្យឧទ្ទិសកុសលអាហារនិងភេសជ្ជៈដល់ស្ដេចនាគគួរបញ្ជាក់ផងដែរថាពិធីបុណ្យនេះបានប្រារព្ធខុសប្លែកពីគ្នាខ្លះដែរពួកជនជាតិចិនច្រើនធ្វើម្ហូបអាហារដុតទៀនធូបក្រដាសប្រាក់របស់ប្រើប្រាស់សម្លៀកបំពាក់ជាដើមដល់អ្នកស្លាប់ក្នុងរៀងរាល់ថ្ងៃនៃបុណ្យនេះក៏មានត្រណមផងដែរនៅក្នុងនោះគេជៀសវាងមិនឲ្យដើរជន់ឬទាត់ដងវាយដែលគេបានដាក់សែននោះទេទោះជាទៅតាមចិញ្ចើមខ្នល់ក្តីព្រោះធ្វើឲ្យខ្មោចខឹងម្យ៉ាងទៀតគេហាមប្រានមិនឲ្យពាក់ពណ៌ក្រហមនោះទេពីព្រោះគេជឿពណ៌នេះនឹងអាចតាក់ទងឬតាក់ទាញព្រលឹងខ្មោចចំពោះគ្រឿងស្រវឹងក៏ជៀសវាងដាច់ខាតពីព្រោះវាអាចឲ្យខ្មោចចូលកាន់ខ្លួនបានដោយងាយស្រួលលើកពីនេះការកោសក់និងព្យួរសម្លៀកបំពាក់នៅខាងក្រៅពេលយប់ព្រមទាំងផ្លាស់ប្ដូរផ្ទះឬទំនិញនឹងត្រូវគេហាមផងដែរសរុបមកពិធីសែនក្បាលទឹកជាឈ្មោះពិធីបុណ្យមួយដែរខ្មែរបានហៅសំដៅដល់ពិធីបុណ្យសែនព្រេនទៅដល់ព្រលឹងអ្នកស្លាប់ទៅដែលអត់ឃ្លានហើយហៅឈ្មោះបែបនេះប្រហែលជាតាក់ទងទៅនឹងសាច់រឿងរបស់ស្ដេចនាគសមុទ្រខាងកើតច្រើនជាងតាក់ទងទៅនឹងការជួយសង្គ្រោះព្រលឹងម្ដាយដោយយោងទៅលើសមុទ្រឬទឹកពិធីបុណ្យនេះមានឫសគល់ពីគម្ពីរបុរាណរបស់ឥណ្ឌាទាំងបែបព្រះពុទ្ធសាសនាទេវានិងព្រះពុទ្ធសាសនាមហាយានការប្រតិបត្តិពិធីបុណ្យសែនព្រេនទៅដល់ខ្មោចអត់ឃ្លានគឺមានលក្ខណៈស្រដៀងណាស់ចំពោះប្រទេសនៅអាស៊ីទាំងមូលឬប្រទេសដែលកាន់ព្រះពុទ្ធសាសនា